កូនអើយផ្លូវដែលពិបាកដើរបំផុតគឺផ្លូវជីវិតព្រោះវាបត់បែនបានគ្រប់ពេលវេលាម្ដងត្រង់ម្ដងវាយម្ដងតូចម្ដងធំម្ដងទូលាយម្ដងចង្អៀតពេលខ្លះយើងសឹងតែគ្មានកម្លាំងចិត្តនឹងដើរនៅលើផ្លូវជីវិតនេះតទៅមុខទៀតកាន់តែដើរកាន់តែឆ្ងាយកាន់តែដើរកាន់តែនឿយហត់កាន់តែដើរកាន់តែជួបឧបសគ្គតែទោះយ៉ាងណាក៏ត្រូវតែតស៊ូទៅមុខទៀតកុំបោះបង់កុំចុះចាញ់កុំរៀថយឲ្យសោះណាកូនកុំព្រោះតែឧបសគ្គមករារាំងធ្វើឲ្យកូនឈប់ដើរទៅមុខនោះកូនត្រូវគិតថាធម្មតាការបរាជ័យតែមានជីវិតនៅលើផ្លូវជីវិតនេះជៀសមិនផុតឡើយអ្វីដែលសំខាន់គឺត្រូវចេះកែប្រែស្ថានភាពដែលយកបរាជ័យមកធ្វើជាបទពិសោធន៍សម្រាប់ជីវិតហើយប្រើសតិស្មារតីជំរុញនិងលើកទឹកចិត្តខ្លួនឯងឲ្យក្រោកឡើងបន្តដំណើរទៅមុខទៀតគឺដើររហូតទាល់តែដល់គោលដៅដែលកូនចង់ទៅផ្លូវជីវិតវាអញ្ចឹងឯងមិនរលោងដូចផ្លូវកៅស៊ូឡើយដូច្នេះកូនត្រូវចេះកាប់ឆ្កាផ្លូវឲ្យបានល្អមុននឹងបន្តធ្វើដំណើរឆ្ពោះទៅមុខជ្រើសរើសផ្លូវដែលត្រឹមត្រូវផ្លូវដែលនាំឲ្យជីវិតកូនបានរីកចម្រើនព្រោះផ្លូវជីវិតនេះមានច្រើនប្រភេទណាស់សម្រាប់កូនជ្រើសរើសដើម្បីដើរបើកូនជ្រើសរើសផ្លូវត្រូវដំណើរនៅលើផ្លូវជីវិតរបស់កូននឹងឆាប់ដល់គោលដៅតែបើកូនជ្រើសរើសផ្លូវខុសវិញនោះជីវិតរបស់កូននឹងពិបាកក្នុងការធ្វើដំណើរជាហេតុនាំឲ្យវង្វេងទិសដៅមិនស្គាល់ផ្លូវច្បាស់លាស់កាលណាមិនស្គាល់ផ្លូវច្បាស់លាស់ហើយគោលដៅដែលត្រូវទៅក៏មិនដឹងនៅឯណាដែរអ្នកដែលអាចដើរក្នុងព្រៃជ្រៅទៅបានដោយមិនវង្វេងទាល់តែអ្នកនោះឯងស្គាល់ផ្លូវក្នុងព្រៃនោះច្បាស់យ៉ាងណាអ្នកដែលដើរនៅលើផ្លូវជីវិតដែលមិនវង្វេងទាល់តែអ្នកនោះសិក្សាពីផ្លូវនិងទីតាំងភូមិសាស្ត្រនៃជីវិតនេះឲ្យស្គាល់ច្បាស់លាស់ជាមុនសិនទើបអាចដើរទៅរកគោលដៅបានវង្វេងផ្លូវគង់អាចរកឃើញតែបើវង្វេងនឹងខ្លួនឯងហើយគឺពិបាកកែណាស់រឹងមាំណាកូនកូនមាសម្ដាយដួលហើយត្រូវតែក្រោកណាកូនជីវិតរបស់កូននៅវែងឆ្ងាយណាស់កូនមិនត្រូវបញ្ឈប់ដំណើរជីវិតរបស់កូនត្រឹមតែប៉ុណ្្នឹងទេនាវាជីវិតរបស់កូនត្រូវតែទៅមុខជានិច្ចទោះបីជាត្រូវឆ្លងកាត់ព្យុះភ្លៀងរលកសមុទ្រយ៉ាងណាក៏កូនកុំចុះចាញ់ឲ្យសោះកូនអើយធម្មតាទេជីវិតតែងតែជួបឧបសគ្គអញ្ចឹងឯងគ្មានអ្នកណាគេចផុតបានឡើយតែសំខាន់កូនត្រូវតែរឹងមាំដើម្បីឆ្លងកាត់វាម៉ែជឿជាក់ថាកូនអាចធ្វើបានកូនរបស់ម៉ែពូកែណាស់គឺកូនពូកែតស៊ូពុះពៀដោះស្រាយបញ្ហាគ្រប់យ៉ាងកូនរបស់ម៉ែពូកែទ្រាំគឺទ្រាំដល់ទីបំផុតទ្រាំដោយភាពរឹងមាំកូនត្រូវជួយយកខ្លួនឯងឲ្យផុតពីភាពអន្តការដ៏ខ្មៅងងឹតនៃជីវិតនេះឲ្យបានណាកូនកូនត្រូវតែរឹងមាំឲ្យបានគ្រប់គ្រាន់ដើម្បីបានជាទីពឹងសម្រាប់ខ្លួនឯងព្រោះគ្មានអ្នកណាម្នាក់ដែលជាទីពឹងដ៏ប្រសើរក្រៅអំពីខ្លួនឯងឡើយខ្លួនកូននេះហើយដែលជាទីពឹងដ៏សំខាន់របស់កូនបើកូនទន់ជ្រាយតើអ្នកណាគេនឹងមកជួយកូនបាននោះពុកម៉ែអាចជាទីពឹងរបស់កូនបានតែនៅពេលដែលពុកម៉ែនៅមានជីវិតតែប៉ុណ្ណោះពុកម៉ែមិនអាចជាទីពឹងរបស់កូនរហូតបានឡើយពេលអត់ពីពុកម៉ែទៅកូនត្រូវតែពឹងខ្លួនឯងជួយខ្លួនឯងប្រឹងខ្លួនឯងទើបជីវិតកូនបានភ្លឺស្វាងកូនកុំដេកចាំប្រេងសំណាងឬដេកចាំការបន់ស្រន់ព្រោះការបន់ស្រន់ឬប្រេងសំណាងវាមិនអាចកើតឡើងបានទេបើកូនមិនសាងវាឡើងទេនោះកូនចង់បានផលផ្លែផ្កាតែកូនមិនដាំមិនដុះសាបព្រោះពូជពីខាងដើមទេ
ตาอ้อยเตาบ้านพลายปกามองไปหน้าเบ้อย่างน้าบะโกนจ้องบ้านชีวิตมวยได้ละอประสาโตลแต่โกนปรังปรายสร้างวีโดยคลุนเองให้ดำใบสร้างชีวิตระบบโกนอ้อยละอประสาเตาบ้านพดำดำบงคือโกนเต้าแต่รังมองปลุกผิบรังมองเวคือจิกรึได้ช่วยตุกช่วยตรอยชีวิตโกนกุมอ้อยโดลบานโดยชนะหายเติมมาแต่งแต่ปรับโกนเชื่อเรื่อยๆถาโกนเต้าแต่รังมองบาโกนรังมวมขมิ้นดัดนาหมกจิจวนชีวิตโกนบานลายแต่บาโกนตนเฉยหายชีวิตโกนนังเต้าเกยเมืองนี้มันขานสู้นาโกนโกนมีมาได้ชีวิตโกนลมบะอยู่หายโกนลมบะบรรทอตีดก็ขมิ้นปัญหาไอ้ได้นาโกนปลุกพิบลมบะทั่วไอ้โกนเจตอสู้การต่อสู้ทั่วไอ้โกนรังมวมเพียบรังมวมคือจิตติปังระบบคลุนไอ้นาโกนโกนเตาจำทาลมบะเป็นนี้คือดำใบสระนกเปกรอยต่อสู้เป็นนี้คือดำใบยกจกใจเป็นกรอยเอาแต่โกนเมียนจัดอำนาจอัดมุดต่อสู้ชีเยี่ยมเขมรอุปสรรคนามวยโจลมกชริดเฉลชีวิตโกนบานลายการต่อสู้ประกอบโดยอดมกติคือชีอาวุธหมดสรุปได้ปูเฉลบ่มใบทมอตันคืออุปสรรคอ่อยใบบะบานโดยฉะนั้นโกนเต้าสู้ตมุกเตียนาโกนปนลือและสมัยในชีวิตกำปงแต่รองจำบ่มพลือชีวิตโกนหายโกนเต้าแต่ปรังคือปรังดับใบชูพูแต่จับยกปนลือชีวิตนุกอ่อยบานโกนเอ่ยมาสมโตได้มาขมิ้นลัตพีบกรบกรอนช่วยชีวิตโกนกลมอ้อยลมบามาเมียนแต่เปียนายน้อมปรับโกนเอาใจต่อสู้ขนมการศึกษาเรียนโซดหรือต่อสู้ขนมการทัวการงีกรบยางดำไปชีวิตโกนบานละอประสาแต่ปนนกตัวจิตทัดในขนมกาละติสะนาก็ดาวก็โกนเต้าแต่คำปรังแปรงคำหมดสังกัดจัดยกชนะเสกได้ลมบ่ายบานนาโกนโกนเต้าสำลังไอเวนชง่ายดาวชูตัวการโกนดาวได้โกนจังเตอhai đầm na môi chùm hiên rồi bỏ cồn trâu tayประกอบโดยกลุ่มนิดได้กิจบ้านโลโปรชีวิตนี้นาวเวนง่ายเตียนนาโกนบะโกนกิจซาดำนาชีวิตระบโกนนังจูบอุปสรรคมันแคนแต่ตัวอย่างนามาเมียนแต่เปียธาสู้นาโกนบุญยางโน้มไอดำนาชีวิตโกนบานดอลโกดาคือชันเตะเป็นจัดนังเฟอดำนาวิริยะชียิมดาวตมุกจัดตะยกจัดตกดะขนมเป้ได้เฟอดำนาวิมังซาเกิดไตรริปิจารณาโดยปัญญาสมาร์ดขนมเพลาได้คลุนเองกำปงดาทาตาเพลาคอหรือเพลาเตอกลมสไลกรอยเนเป้ได้ดาคอเพลโกนเต้าบนตอดาวตมุกโดยริเรียกลมสไลอาเตตกาแต่โกนเต้าชียิมทัวปัจจุบันนี้ไอละอดับใบบนตอเตออนาคตดับพลิสฟังระบบโกนขนมชนังคือเมียนใบขนมกายคือเมียนใบโดงให้ขนมใบโดงคือเต้าแต่เมียนปีทาต่อสู้บากตุ่มโปชีวิตทำไมโกนจิตติสระลัญระบบไม้เอ่ยโกนเต้าพชียิมเลี้ยงจุมเรพิบกองขวะในชีวิตอ้อยบานสะอาดสมอาดจัดเอาเจริญสละไปพิบสายมองแต่งลายเรื่องได้นอมอ้อยกระไดกระหายบ่มพลิกอ้อยอ้อดำใบสร้างพิบสระบ่มปรองเอาชีวิตโกนละมอมหายคือละมอมเนยนายทนตรวนนั่งเรื่องดอดายเรื่องชื่อจับดอดายเรื่องสอกใส่ดอดายวิจะแหดนอมเอาชีวิตระบบโกนสอยระลุยดุชเนเตรียมตีเอาโกนเตอแต่เลี้ยงจุมเรวิจังเอาสะอาดกลมบ่มพลันชีวิตคลุนเองโปรแต่เรื่องสมอกรกแต่งอนุเอาสอนาโกนวิคือจีพิบละงงคลายจิตติบ่มพอดได้โกนเตอแต่ดดพเตเจ้าป
ព្រោះតែស្អុយកណ្ដុរងាប់មួយក្បាលនៅក្នុងផ្ទះកូនគួរតែរកកណ្ដុរងាប់នោះឲ្យឃើញហើយយកវាទៅចោលឲ្យឆ្ងាយរួចលាងសម្អាតកន្លែងដោយកណ្ដុរងាប់នោះឲ្យស្អាតទៅវាលែងអីហើយណាកូនយ៉ាងណាមិញកូនក៏មិនគួរដុតបំផ្លាញខ្លួនឯងព្រោះតែបញ្ហាជីវិតដែរកូនគួររកប្រភពនៃបញ្ហាឲ្យឃើញហើយស្រាយចេញឲ្យស្រឡះរួចរៀបចំជីវិតថ្មីឲ្យមានសេរីសួស្តីជាងមុននោះជីវិតកូននឹងលែងមានភាពចង្អៀតចង្អល់ទុកកង្វល់ទៀតហើយបើកទំព័រជីវិតថ្មីដោយកសាងរឿងដែលល្អល្អរឿងដែលថ្មីថ្មីអភិវឌ្ឍចិត្តគំនិតឲ្យចេះគិតអ្វីដែលនាំឲ្យជីវិតរីកចម្រើនគិតអ្វីដែលនាំឲ្យជីវិតរីករាយមិនគិតអ្វីដែលនាំឲ្យស្មុគស្មាញកូនកុំដុតបំផ្លាញជីវិតខ្លួនឯងព្រោះតែបញ្ហាទាំងអស់នោះកូនត្រូវដឹងថាភាពអស់សង្ឃឹមភាពអាត្មានិយមសេចក្តីទុក្ខក្រៀមក្រំបញ្ហាផ្លូវចិត្តផ្សេងវាគឺជាគុកឥតជញ្ជាំងដែលដាក់ឃុំឃាំងធ្វើទារុណកម្មផ្លូវចិត្តរបស់កូនយ៉ាងធ្ងន់ធ្ងរដូច្នេះកូនត្រូវប្រឹងប្រែងរើខ្លួនឯងឲ្យផុតពីគុកឥតជញ្ជាំងឲ្យផុតពីគុកឥតជញ្ជាំងនេះឲ្យបានហើយចាំកូនបដូរបេះដូងចាស់ផ្លាស់ដាក់បេះដូងថ្មីដើម្បីបំពេញនៃជីវិតឲ្យបានបរិបូរណ៍បើកូនមិនផ្លាស់ប្ដូររបស់ចាស់ចេញទេជីវិតកូននឹងគ្មានវាសនាបានស្គាល់របស់ដែលថ្មីឡើយកូនត្រូវចេះផ្លាស់ប្ដូរគឺប្ដូររឿងចាស់ចាស់ដែលអាក្រក់ចេញពីជីវិតហើយដាក់រឿងថ្មីថ្មីដែលល្អជំនួសវិញកូនស្អាតណាស់កូនជាទីស្រឡាញ់កុំអន់ចិត្តព្រោះតែកូនគិតថាខ្លួនឯងមិនស្អាតរាងមិនសូវខ្ពស់សម្បុរមិនសូវសហើយកូនកុំអន់ចិត្តព្រោះតែមិនមានអ្នកណាចាប់អារម្មណ៍លើរូបកូនឬមិនមានអ្នកណាគេបាត់ដៃកូនគេចេះតែមើលរំលងកូនតាមការពិតកូនស្អាតណាស់គ្រាន់តែអ្នកទាំងអស់នោះមើលមិនឃើញភាពស្អាតរបស់កូនតែប៉ុណ្ណោះតែសម្រាប់ម៉ែកូនរបស់ម៉ែគឺស្អាតគ្រប់យ៉ាងទាំងអស់អ្នកណាថាកូនអាក្រក់ការពិតកូនមិនអាក្រក់ទេកូនល្អណាស់គឺកូនមានចិត្តល្អអ្នកណាថាកូនទាបការពិតកូនមិនទាបទេកូនខ្ពស់ណាស់គឺខ្ពស់ដោយចរិយាមាយាទថ្លៃថ្នូរអ្នកណាថាកូនខ្មៅគឺកូនមិនខ្មៅទេកូនសណាស់គឺសព្រោះកូនមានសប្បុរសធម៌សិលធម៌និងសុជីវធម៌ពាក្យចាស់លោកថាអាក្រក់ចុះឲ្យតែល្អក្រចុះឲ្យតែមានចង្អៀតចុះទេកុំឲ្យតែចង្អៀតចិត្តអាក្រក់ចុះរូបកុំឲ្យតែចិត្តអាក្រក់ខ្មៅចុះស្បែកកុំឲ្យតែចិត្តខ្មៅកូនរបស់ម៉ែមើលពីខាងក្រៅមានសម្បុរស្រអាប់មិនសមិនស្អាតមិនខ្ពស់ក៏ពិតមែនតែខាងក្នុងរបស់កូនគឺស្អាតខ្លាំងណាស់ដែលភាពស្អាតនេះមិនអាចមើលឃើញដោយកែវភ្នែកបានឡើយតលតែសម្លឹងមើលដោយបេះដូងទៅឃើញតែកូនយករូបស្អាតមកធ្វើអីបើចិត្តកូនខ្មៅកខ្វក់មិនស្អាតមិនល្អផងនឹងតែកូនបានប្រយោជន៍អីនឹងរូបស្អាតនឹងបានប្រយោជន៍អីនឹងសម្បុរសនោះរូបស្អាតតែមាយាទមិនបានគេនឹងតេះដៀលកូនថាខ្លួនសដូចចាមាយាទមិនបានដូចឆ្កែក្រោមផ្ទះមិនខានឡើយដូច្នេះទោះបីកូនមានរូបអាក្រក់ក៏ដោយតែកូនមានមាយាទល្អខ្ពង់ខ្ពស់ថ្លៃថ្នូរកូនចេះញញឹមដាក់អ្នកដទៃមិនឆ្មើងឆ្មាញ់កូនចេះរុះរាយរាក់ទាក់រាប់អានញាតិមិត្តមិនវាយរឹកប៉ុន្តែកូនក៏ខ្លាយទៅជាមនុស្សដែលស្អាតបាត់ទៅហើយណាកូនបើស្អាតតែម្យ៉ាងមិនទាន់គ្រប់គ្រាន់ទេតលតែស្អាតទាំងកាយស្អាតទាំងវិជ្ជាស្អាតទាំងចិត្តទើបឈ្មោះថា
ជាមនុស្សស្អាតគ្រប់យ៉ាងគឺស្អាតហើយល្អទៀតស្អាតដោយកាយគឺមិនយកកាយទៅប្រព្រឹត្តបៀតបៀនជីវិតរបស់អ្នកដទៃមិនលួចទ្រព្យសម្បត្តិគេនិងមិនដណ្ដើមភរិយាស្វាមីរបស់អ្នកដទៃដែលគេមានម្ចាស់ហួងហែងថែរក្សាស្អាតដោយវាចាគឺមិននិយាយភូតភរកុហកបោកប្រាស់មិននិយាយចាក់ចុចអុចអាឲ្យគេបែកគ្នាមិននិយាយញុះញង់ឲ្យគេឆ្លោះទាស់តែងគ្នាមិននិយាយពាក្យរយរីឥតប្រយោជន៍មិននិយាយបញ្ចាច់បញ្ចាជេរបញ្ចោលលៀបពណ៌គ្នាដោយប្រើប្រាស់អាវុធគឺវាចាស្អាតដោយចិត្តគឺចិត្តមិនសម្លឹងរំពៃគិតចង់បានទ្រព្យរបស់គេមិនគិតចងអាឃាតព្យាបាលគំនុំគប់គួនគេនិងមានគំនិតយល់ដឹងល្អអាក្រក់បុណ្យបាបគុណទោសខ្ពស់ទាបជឿបុណ្យជឿបាបជឿកម្មជឿផលគឺជឿថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ធ្វើបុណ្យបានបុណ្យធ្វើបាបបានបាបទាំងអស់នេះហើយជាភាពស្អាតដែលកូនគូប្រាថ្នាចង់បានរូបកាយកូនខ្មៅតែចិត្តកូនសរាងកូនមិនល្អតែរឹកកូនខ្ពស់ឈ្មោះកូនមិនល្បីតែស្ដីពីរូបមិនបានសម្រស់តែកិត្តិយសមានប្រឡែងចោលខ្លះទៅកូនអើយហេតុអ្វីបានជាកូនចូលចិត្តប្រមូលរឿងមិនល្អយកមកទុកដាក់ក្នុងចិត្តកូនច្រើនម្ល៉េះរឿងណាអាចប្រឡែងចោលបានក៏គួរតែប្រឡែងចោលខ្លះទៅកុំរក្សាវាទុកនាំតែឈឺចាប់ឥតអំពើទេបេះដូងរបស់កូនមិនមែនជាធុងសម្រាមដែលចាំតែប្រមូលកាកសំណល់នោះឡើយកូនត្រូវចេះដោះលែងបេះដូងខ្លួនឯងឲ្យមានសេរីភាពកុំឃុំបេះដូងទុកនៅក្នុងទ្រុងនៃភាពសោកសៅយូរពេកការឈឺចាប់កូនអាចនិយាយប្រាប់អ្នកដទៃបានតែគេមិនអាចមកឈឺចាប់ជំនួសកូនបានទេគឺកូនជាអ្នករ៉ាប់រងការឈឺចាប់តែម្នាក់ឯងកូនសោកសៅតែម្នាក់ឯងកូនកើតទុក្ខក៏តែម្នាក់ឯងបើកូនមិនជួយសង្គ្រោះបេះដូងខ្លួនឯងទេគឺគ្មាននរណាម្នាក់មកជួយកូនបានឡើយគួរចំណាយពេលវេលាសាងភាពរីករាយឲ្យជីវិតខ្លះហើយតើផ្អាប់ជីវិតខ្លួនឯងទុកក្នុងពិភពទុក្ខសោកដល់ពេលណាទៀតរឿងមិនល្អរើសមកទុកដាក់ក្នុងចិត្តនោមស្ដុកធ្វើអីក្រវែងចោលឲ្យឆ្ងាយទៅកុំសូវមองចិត្តច្រើនពេករវល់នឹងរឿងខ្លួនឯងមិនថាទេតែនេះទៅរវល់ខ្វល់នឹងរឿងរបស់គេទៀតធ្វើឲ្យចិត្តខ្លួនឯងកាន់តែស្មុគស្មាញជីវិតរបស់កូនមិនមែនជាឡានសិនទ្រីដែលចាំតែដើរប្រមូលសម្រាមនៅមុខផ្ទះគេនោះទេដូច្នេះរឿងអីកូនត្រូវទៅប្រមូលបញ្ហារបស់អ្នកដទៃយកមកទម្លាក់ក្នុងជីវិតរបស់កូននោះកូនត្រូវក្រវែងចោលក៏ក្រវែងចោលខ្លះទៅហើយងាកមកធ្វើចិត្តឲ្យសប្បាយដើម្បីបន្ថែមរសជាតិជីវិតឲ្យបានឆ្ងាញ់ពិសានឹងគេខ្លះដល់ពេលដែលកូនត្រូវកំចាត់មេរោគគឺបញ្ហាគ្រប់យ៉ាងចេញពីចិត្តកូនហើយបើមិនដូច្នោះទេមេរោគវានឹងស៊ីសេចក្តីសុខរបស់កូនអស់ជាមិនខានព្យាយាមបោះសម្អាតចិត្តរបស់កូនឲ្យស្អាតឲ្យទូលាយកុំសូវចង្អៀតពេកចំណាយពេលវេលាដើម្បីខ្លួនឯងខ្លះផងកុំសូវចំណាយពេលគិតនឹងខ្វល់តែពីគេអីកូនត្រូវចេះសន្សំសេចក្តីសុខទុកសម្រាប់ខ្លួនឯងកុំសន្សំតែបញ្ហាច្រើនពេកល្មមដោះលែងចិត្តឲ្យគ្នាបានចេញមកសប្បាយរីករាយនៅពិភពខាងក្រៅនឹងគេខ្លះហើយកុំចងគ្នាផ្អោបជាប់ជាមួយនឹងទុក្ខកង្វល់ច្រើនពេកអី
ឈប់ធ្វើបាបចិត្តខ្លួនឯងទៅណាកូនម៉ែចង់ឃើញកូនញញឹមចង់ឃើញកូនសើចចង់ឃើញកូនសប្បាយរីករាយនឹងជីវិតរបស់កូនបោះចោលរឿងមិនល្អចេញពីចិត្តជីវិតកូននឹងមានសម្រស់ស្រស់ដូចជាផ្កានៅតែដង្ហើមចង្រិតក៏ជីវិតត្រូវតែមានសង្ឃឹមកូនជាទីស្រឡាញ់ក្នុងដំណើរជីវិតនេះយើងតែងតែជួបគ្រប់រសជាតិគ្រប់ហេតុការណ៍គ្រប់ឧបសគ្គហើយជីវិតពេលខ្លះធ្លាក់ដល់បាតក្រោមស្ទើរតែមិនអាចឡើងមកលើបានគឺធ្លាក់ដល់កម្រិតសូន្យសេចក្តីសង្ឃឹមមើលស្ទើរតែមិនឃើញហើយយើងស្ទើរតែមិនគួរឲ្យជឿថាជីវិតរបស់យើងអាចរស់រានមកដល់ថ្ងៃនេះបានដរាបណាយើងនៅមានដង្ហើមដកសេចក្តីសង្ឃឹមយើងនៅតែមានជានិច្ចទោះជានៅសល់តែដង្ហើមចង្រិតក៏ដោយក៏កុំអស់សង្ឃឹមអីត្រូវតែតស៊ូញញឹមឲ្យដល់ទីបំផុតហេតុដ៏អស្ចារ្យណាមួយនឹងកើតឡើងដល់យើងមិនខានតើកូននៅចាំទេរូបភាពក្មេងប្រុសជនជាតិនេសារីយ៉ាម្នាក់ដែលរូបភាពនោះល្បីណាស់កាលពី3ឆ្នាំមុនធ្វើឲ្យកក្រៅពិភពលោកទាំងមូលកូនប្រកាសជាគិតថាក្មេងប្រុសម្នាក់នោះបានស្លាប់បាត់បង់ជីវិតហើយមើលទៅគ្មានវាសនាបានរស់នៅលើផែនដីនេះទេព្រោះជីវិតរបស់គាត់ស្ទើរតែคล้ายជាសាកសពទៅហើយតែផ្ទុយស្រឡះពីការគិតរបស់កូនព្រោះពេលនេះគាត់ធំហើយមានសុខភាពល្អទៀតផងរំលឹកកាលពី3ឆ្នាំមុនក្នុងថ្ងៃទី30ខែមករាឆ្នាំ2016នៅក្នុងប្រទេសនេសារីយ៉ាអាហ្វ្រិកខាងត្បូងប្រជាជនមានភាពល្ងង់ខ្លៅច្រើនដោយមានអបិយជំនឿទៅលើសាសនាជ្រុលនិយមរបស់ពួកគេហើយថែមទាំងមានភាពក្រខ្សត់ខ្លាំងទៀតផងទើបធ្វើឲ្យមានការធ្វើទរណកម្មយ៉ាងធ្ងន់ធ្ងរទៅលើកុមារដោយការបង្អត់អាហារការដាក់ឲ្យនៅក្រៅផ្ទះហើយមិនមានការយកចិត្តទុកដាក់មើលថែរក្សាជាហេតុធ្វើឲ្យកុមារជាច្រើនបានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់រាល់ថ្ងៃវាគឺជាភពសំណាងដ៏អស្ចារ្យសម្រាប់កុមារម្នាក់នោះដែលធ្វើឲ្យគេបានជួបនឹងក្រុមអ្នកជួយសង្គ្រោះកុមារដែលរងភាពអយុត្តិធម៌នៅតំបន់អាហ្វ្រិកខាងត្បូងដែលមានអ្នកស្រី Anja Ringen Lowen ជាដើមក្រុមរបស់ពួកគាត់បានជួបនឹងកុមារម្នាក់នោះដែលកំពុងតែវានៅលើដីក្រោមកម្ដៅថ្ងៃដ៏សែនក្ដៅរងទុក្ខវេទនាដោយការស្រេកឃ្លានហើយបានជួយសង្គ្រោះយកទៅចិញ្ចឹមបីបាច់ថែរក្សារហូតដល់បានរស់រានមានជីវិតមកដល់សប្តាហ៍ថ្ងៃនេះដោយដាក់ឈ្មោះក្មេងប្រុសនោះថា Hopi ដែលមានន័យថាសេចក្តីសង្ឃឹមអ្នកស្រី Anja Ringen Lowen បាននិយាយថាពេលនេះ Hopi មានសុខភាពល្អខ្លាំងណាស់គេជាក្មេងដែលមានសេចក្តីក្លាហានឆ្លាតពូកែចូលចិត្តរៀនសូត្រនៅអ្វីដែលថ្មីគេអាចបង្កើតឧបករណ៍ក្មេងលេងដោយខ្លួនឯងបានគេពេញចិត្តនឹងទៅសាលារៀនគេចូលចិត្តរាប់អានមិត្តភ័ក្តិគេមានភាពជឿជាក់លើខ្លួនឯងគេមានសេចក្តីសង្ឃឹមខ្ពស់ដូចជាឈ្មោះរបស់គេអីចឹងហើយគេមិនបាននឹកនាគិតខ្វល់ខ្វាយដល់រូបភាពដ៏ជូរចត់ពីអតីតកាលរបស់គេឡើយគឺគេរីករាយនឹងជីវិតនាពេលបច្ចុប្បន្នរបស់គេណាស់កូនក៏ដូចគ្នាចូលរីករាយនឹងជីវិតជាបច្ចុប្បន្នកុំរវល់តែខ្វល់នឹងរឿងឈឺចាប់ពីអតីតកាលនោះរឿងណាឈឺចាប់បំភ្លេចចោលទៅចុះកុំនឹកស្ដាយស្រណោះយកមកដេកគិតនាំឲ្យកើតទុក្ខធ្វើអីជីវិតជារបស់កូនសេចក្តីសង្ឃឹមក៏ជារបស់កូនកូនត្រូវចេះបង្កើតសេចក្តីសង្ឃឹមឲ្យខ្លួនឯងឲ្យបានច្រើន
សូមកូនកុំភ្លេចថាជីវិតកូនគឺពិតជាអស្ចារ្យណាស់ដែលកូនអាចរស់នៅបានរហូតមកដល់រាល់ថ្ងៃនេះដូច្នេះកូនត្រូវតែតស៊ូរស់បន្តទៅទៀតហូបពីក៏ធ្លាប់អស់សង្ឃឹមម៉ែដែលអ្នកប្រាប់កូននេះក៏ធ្លាប់អស់សង្ឃឹមកូនក៏ធ្លាប់អស់សង្ឃឹមតែទាំងហូបពីទាំងម៉ែនិងទាំងកូនគឺនៅរស់ទាំងអស់ដូច្នេះតោះយើងចាប់ដៃគ្នាធ្វើដំណើរទៅមុខដោយភាពជឿជាក់និងដោយសេចក្តីសង្ឃឹមដរាបណាកូននៅមានដង្ហើមដកសេចក្តីសង្ឃឹមរបស់កូនត្រូវតែមានដរាបនោះ